បងប្អូនធ្លាប់ខប្រហុកខម៉ាំត្រូវឯបងប្អូនប៉ុន្តែថ្ងៃនេះណាយើងមកសាកខប្លែកជាងប្រហុកនឹងម៉ាំប៉ុន្តែគឺខជាមួយនឹងគ្រឿងផ្សំដែលមានរសជាតិស្អុយដូចគ្នាហ្នឹងគឺខសាច់ជ្រូកជាមួយកាពិបងប្អូនហើយមួយមុខនឹងដែរពីមុនគឺធ្លាប់ឆាប៉ុន្តែឆាបែបផ្សេងពីហ្នឹងដល់ពេលឥឡូវយើងសាកធ្វើរបៀបខដូចខប្រហុកអូយគឺឆ្ងាញ់មែនតែនហើយឈ្ងុយទៀតបងប្អូនបានញ៉ាំម្ដងហើយគឺចង់ញ៉ាំម្ដងទៀតតែម្ដងបើយើងមើលគ្រឿងផ្សំគឺងាយអត់សូវច្រើនប្រហែលទេគឺមានតែខ្ទឹមសហើយនឹងគល់ស្លឹកគ្រៃនេះយើងច្រាំណាបងប្អូនឬក៏កិនក៏បានដែរហើយមានកាពិនេះយើងលាយទឹកឲ្យហើយទៅស្រួលពេលយើងឆាវាអត់ដុំណាហើយខ្ញុំធ្វើនឹងខ្ញុំប្រើសាច់ជ្រូក3ជាន់ណាបងប្អូនដូចពេលយើងខប្រហុកដែរចំណែកឯបន្លែផ្ទាប់វិញគឺបងប្អូនបាច់មើលតាមខ្ញុំក៏បានដែរចូលចិត្តអីដាក់ហ្នឹងទៅបងប្អូននិយាយទៅគឺត្រូវជាមួយនឹងបន្លែគ្រប់មុខដូចតែយើងញ៉ាំខប្រហុកដែរអញ្ចឹងណាបងប្អូនរបៀបធ្វើពីដំបូងគឺខ្ញុំអត់តន់ដាក់ប្រេងដាក់អីទេខ្ញុំដាក់សាច់3ជាន់របស់យើងហ្នឹងដោយសារតែសាច់3ជាន់គឺមានជាប់ខ្លាញ់បងប្អូនអញ្ចឹងគឺយើងយកមកដាក់នៅលើខ្ទះអញ្ចឹងទៅរហូតតតែចេញខ្លាញ់ឲ្យសាច់រៀងក្រៀមដូចខ្ញុំអញ្ចឹងណាចាំយើងដាក់គល់ស្លឹកគ្រៃដែលយើងបានច្រាំហ្នឹងហើយនឹងខ្ទឹមសដែលបានច្រាំហ្នឹងចូលហើយយើងលីង3មុខហ្នឹងឲ្យចូលគ្នាហើយឲ្យឡើងក្លិនឈ្ងុយគល់ស្លឹកគ្រៃហ្នឹងសិនណាបងប្អូនកុំតន់អាចឆាដាក់អីយើងឆាឲ្យធ្វើម៉េចឲ្យឡើងឈ្ងុយសិនទៅដល់ពេលដែលឡើងឈ្ងុយហើយអាហ្នឹងចាំយើងថែមគ្រឿងតាមក្រោយបើគ្រឿងផ្សំគឺយើងអត់មានដាក់អីច្រើនទេណាបងប្អូនយើងគ្រាន់តែមានតែប៊ីចេងបន្តិចអញ្ចឹងទៅបើបងប្អូនអត់ញ៉ាំប៊ីចេងបែរដាក់ក៏បានដែរណាហើយមានម្សៅស៊ុបហើយយើងប្រើស្ករបងប្អូនចង់ប្រើស្ករសក៏បានចង់ប្រើស្ករត្នោតដូចខ្ញុំក៏បានដែរគ្រាន់តែដាក់ស្ករត្នោតទៅភាគច្រើនពេលយើងធ្វើបែបប្រហុកបែបអីចឹងគឺរសជាតិរៀងត្រូវគ្នាអញ្ចឹងណាបងប្អូនហើយវារមួតណាអញ្ចឹងហើយទៅបានជាពេលដែលខប្រហុកឬក៏ខម៉ាំខកាពិអីអញ្ចឹងខ្ញុំចូលចិត្តដាក់ស្ករត្នោតណាបងប្អូនបន្តមកទៀតកាពិដែលយើងបានលាយទឹកមិញហើយហ្នឹងគឺយើងដាក់មកល្មមសិនទៅជាទៅបរិមាណគ្រឿងផ្សំខ្ញុំអត់ប្រាប់បងប្អូនទេព្រោះបងប្អូនអាចលៃលកតាមចំណង់ចំណូលចិត្តអ្នកផ្ទះបងប្អូនបានសម្រាប់ខ្ញុំសាច់នឹងកន្លះគីឡូអញ្ចឹងខ្ញុំប្រើកាពិនឹង2ស្លាបព្រាពេញនឹងឯងហើយគ្រឿងផ្សំផ្សេងទៀតដោយបងប្អូនបានឃើញអញ្ចឹងគឺដាក់ប៉ុណ្ណឹងឯងបងប្អូនហើយបន្តមកទៀតយើងឆារហូតតតែចូលជាតិគ្នាសព្វហើយយើងរំងាស់វាចោលសិនទៅបងប្អូនចាំដាច់ទឹកព្រៃណាពេលដែលដាច់ទឹកព្រៃហើយចាំយើងចាក់ទឹកចូលណាបងប្អូនហើយយើងចាក់ទឹកចូលហ្នឹងក៏អត់ចាក់ចូលច្រើនដែរព្រោះយើងខនេះខបែបខាប់អត់មានទឹករាវទេគឺយើងខបែបខាប់អញ្ចឹងយើងដាក់ទឹកឲ្យតែយើងមកល្មមដែលថាពេលពុះទៅសាច់ជ្រូកឆ្អិនហើយនៅសល់ទឹកខាប់បងប្អូនអញ្ចឹងគឺយើងគ្របវាទុកសិនទៅយើងគ្របទុកហ្នឹងយើងរំងាស់ភ្លើងហឹមរហូតតតែដាច់ទឹកបែបនេះទៀតដែរបងប្អូនអញ្ចឹងមានន័យថាសាច់ជ្រូកយើងឆ្អិនហើយខគឺទឹកមកល្មមអញ្ចឹងអត់ច្រើនទេអត់ច្រើនដូចយើងខត្រីខអីណាបងប្អូនតែប៉ុណ្ណឹងគឺរួចរាល់ហើយគឺអាចញ៉ាំបានហើយបើសិនជាបងប្អូនចង់ខដាក់បន្ថែមទឹកច្រើនស្រូបនំបញ្ចុកអីខ្ញុំគិតថាក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនតែអាហ្នឹងសម្រាប់ខ្ញុំខយកគោកបែបនេះទៅយើងញ៉ាំជាមួយបន្លែទៅឆ្ងាញ់ណាបងប្អូនពេលយើងដួសដាក់ចានញ៉ាំយើងរោយម្ទេសអញ្ចឹងមកណាបងប្អូនដល់ពេលយើងញ៉ាំខាំចំម្ទេសមកកណាត់មកដុំអញ្ចឹងទៅគឺឆ្ងាញ់ណាបងប្អូនសម្រាប់អ្នកចូលចិត្តញ៉ាំម្ទេសណាតែបើសិនជាបងប្អូនអត់ចូលចិត្តញ៉ាំម្ទេសទេអត់អីទេមិនបាច់ដាក់អញ្ចឹងក៏បានដែរអញ្ចឹងបន្លែខ្ញុំថ្ងៃហ្នឹងគឺមានត្រប់ស្រួយមានប៉េងប៉ោះមានស្វាយខ្ចីពពាយជីបន្តិចទៅហើយនឹងតសក់បងប្អូនតែថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាពេលដែលយើងញ៉ាំខបែបលក្ខណៈដិតរៀងប្រៃអញ្ចឹងយើងញ៉ាំជាមួយនឹងប៉េងប៉ោះសាគៀលអញ្ចឹងជូរអែមអូយឆ្ងាញ់ណាបងប្អូនឆ្ងាញ់ជាងតសក់ថ្ងៃហ្នឹងអញ្ចឹងសម្រាប់មុខនេះអាចថាប្លែកឬមិនប្លែកអត់ដឹងដែរសម្រាប់បងប្អូនតែបើសិនជាមើលទៅប្លែកបងប្អូនអាចសាកធ្វើញ៉ាំតាមបានណា